ជំរាបសួរចាសួស្តីបងប្អូនទាំងអស់គ្នាយើងជួបគ្នាសាជាថ្មីទៀតហើយមកកាន់ថ្នាក់ភាសាខ្មែរថ្នាក់ទី9ចាតាមពិតទៅមេរៀនរបស់យើងបានចប់អស់ហើយមែនទេបងប្អូនទាំងអស់គ្នាចាតែជាវាងការផ្លិចនៅមេរៀនខ្លះៗអ្នកគ្រូបានលើកយកមេរៀនរំលឹកមួយចំនួនយកមកឲ្យបងប្អូនទាំងអស់គ្នាសិក្សាឡើងវិញម្ដងទៀតការសិក្សាមេរៀនរំលឹកនេះភាគច្រើនអ្នកគ្រូបានរៀបចំជាសំណួរចម្លើយជ្រើសរើសដើម្បីឲ្យបងប្អូនចងចាំហើយនឹងវាស់នៅសមត្ថភាពនៃការយល់ដឹងរបស់ខ្លួនឯងចាអញ្ចឹងយើងទាំងអស់គ្នាចាប់ផ្ដើមចូលមេរៀនចាអ្នកគ្រូបានលើកយកមេរៀនទី8គឺសេចក្តីព្យាយាមចាអ្នកគ្រូបានជ្រើសរើសវេយ្យាករណ៍មួយគេហៅថាពាក្យផ្សំចាអ្វីទៅជាពាក្យផ្សំចាបងប្អូនទាំងអស់គ្នាបានដឹងហើយថាពាក្យផ្សំគឺជាការផ្សំរវាងពាក្យមួយនិងពាក្យមួយទៀតតែពាក្យផ្សំយើងបានដឹងទេថាមានប៉ុន្មានបែបចាមេរៀនដែលបងប្អូនធ្លាប់រៀនហើយអ្នកគ្រូជឿជាក់ថាទោះយ៉ាងណាក៏បងប្អូននៅចាំខ្លះចំពោះមេរៀនមួយនេះមុននឹងចាប់ផ្ដើមដល់សំណួរចម្លើយអ្នកគ្រូសូមឲ្យបងប្អូនមើលមេរៀនរំលឹកខ្លីៗរបស់អ្នកគ្រូបន្តិចសិនចាពាក្យផ្សំនិយមន័យទៅលើពាក្យចាដូចម្ដេចដែលហៅថាពាក្យគឺជាឯកតាដែលមានន័យច្បាស់លាស់ពាក្យគឺជាឯកតាដែលមានន័យច្បាស់លាស់ចានេះគេហៅថាពាក្យចាឥឡូវយើងឃើញថាពាក្យមានលក្ខណៈនេះគឺការបង្ហាញលក្ខណៈសម្គាល់កំណើតពាក្យព្រោះពាក្យក៏មានកំណើតរបស់ពួកវាដែរចាពាក្យខ្លះបានមកពីការបង់คล้ายពាក្យឬដោយប្រើផ្នត់ដូចម្ដេចហៅបង់คล้ายពាក្យឬចាគឺការផ្សំពាក្យមួយទៅពាក្យមួយចាផ្សំពាក្យមួយទៅពាក្យមួយទៀតដោយមានប្រើផ្នត់ចាបង់คล้ายពាក្យឬពាក្យខ្លះបានមកពីការផ្សំរវាងពាក្យคล้ายជាមួយពាក្យបន្ថែមចាគឺមានច្រើនបែបច្រើនរបៀបចាការសម្គាល់ហើយពាក្យខ្លះទៀតជាពាក្យคล้ายដែលកើតចេញពីពាក្យឬដោយការបន្ថែមផ្នត់ឬដើមឬផ្នត់ចាខុសគ្នាណាពាក្យខ្លះបានមកពីការបង់คล้ายពាក្យឬដោយប្រើផ្នត់ចាផ្នត់នឹងផ្នត់អ្វីមួយមកតាក់ទងជាមួយខាងក្រោមគឺផ្នត់ដើមពាក្យបន្ថែមផ្នត់ដើមនិងផ្នត់ចែកហើយនេះគឺជាពាក្យបន្ថែមដែលមានការបន្ថែមដើមនិងបន្ថែមចុងចាឥឡូវពាក្យផ្សំមានប៉ុន្មានរបៀបសូមបងប្អូនមើលទាំងអស់គ្នាពាក្យផ្សំបែបទី1ចាអញ្ចឹងមាន2បែបទី1ជាពាក្យបន្ថែមដើមនិងបន្ថែមចុងចំណែកបែបទី2គឺពាក្យផ្សំបែបខ្មែរនិងបាលីសំស្ក្រឹតនៅក្នុងមេរៀនបានបញ្ជាក់យ៉ាងច្បាស់ចាឥឡូវពាក្យផ្សំបន្ថែមដើមពាក្យបន្ថែមដើមមានពាក្យការសេចក្តីជនអ្នកភាពចាយើងយកពាក្យបន្ថែមដើមនេះមកផ្សំជាមួយនឹងពាក្យឬយើងបង្កើតបានពាក្យមួយទៀតគេហៅថាពាក្យផ្សំដោយពាក្យបន្ថែមដើមឥឡូវសូមបងប្អូនមើលឧទាហរណ៍ទាំងអស់គ្នាការផ្សំជាមួយនឹងសិក្សាទៅជាការសិក្សាសេចក្តីផ្សំជាមួយនឹងព្យាយាមទៅជាសេចក្តីព្យាយាមអ្នកផ្សំជាមួយនឹងប្រមាក់ទៅជាអ្នកប្រមាក់ជនផ្សំជាមួយគំរូពាក្យគំរូទៅជាជនគំរូភាពផ្សំជាមួយនឹងម្ចាស់ការទៅជាភាពម្ចាស់ការសូមបងប្អូនមើលអត្ថន័យនៃពាក្យដែលយើងយកពាក្យបន្ថែមដើមមកផ្សំជាមួយពាក្យឬបានពាក្យមួយទៀតចាការសិក្សាសេចក្តីព្យាយាមអ្នកប្រមាក់ជនគំរូនិងភាពម្ចាស់ការចាយើងយកពាក្យបន្ថែមដើមផ្សំពាក្យឬបានពាក្យមួយទៀតដែលមានន័យច្បាស់កាន់តែច្បាស់លាស់ចាសូមបងប្អូនមើលពាក្យបន្ថែមចុងវិញម្ដងចាពាក្យបន្ថែមចុងមានពាក្យកម្មកិច្ចភាពធម៌កការីជនបុរសបុគ្គលនារីនិងវិទូចាឥឡូវយើងរើសពាក្យផ្សំនេះដោយជ្រើសរើសពាក្យឬយកមកផ្សំនឹងពាក្យបន្ថែមចុងបង្កើតឲ្យបានទៅជាពាក្យមួយទៀតចាឧទាហរណ៍ព
ពលផ្សំជាមួយកម្មទៅជាពលកម្មចាយុទ្ធផ្សំជាមួយជនទៅជាយុទ្ធជនកតាប់ផ្សំជាមួយនឹងកិច្ចទៅជាកតាប់បកិច្ចបុព្វផ្សំជាមួយនឹងបុរសទៅជាបុព្វបុរសសន្តិផ្សំជាមួយនឹងភាពទៅជាសន្តិភាពអរិយផ្សំជាមួយនឹងពាក្យបុគ្គលទៅជាអរិយបុគ្គលមនុស្សផ្សំជាមួយនឹងពាក្យធម៌ទៅជាមនុស្សធម៌វិរៈផ្សំជាមួយនារីទៅជាវិរៈនារីចាកសិផ្សំជាមួយនឹងកទៅជាកសិករឱសថផ្សំជាមួយនឹងការីទៅជាឱសថការីចាភូមិផ្សំជាមួយពិទូបានពាក្យមួយទៀតហៅថាភូមិពិទូអញ្ចឹងការរំលឹករបស់អ្នកគ្រូពីពាក្យបន្ថែមចុងឲ្យបងអូនមើលឃើញហើយចាប់ផ្ដើមនឹកឃើញទៅដល់មេរៀនរបស់យើងឡើងវិញចាឥឡូវយើងមើលពាក្យផ្សំបែបខ្មែរចាពាក្យផ្សំបែបខ្មែរជាពាក្យផ្សំពាក្យក្នុងថ្នាក់ពាក្យតែមួយឬជាមួយពាក្យក្នុងថ្នាក់ពាក្យដទៃទៀតពាក្យផ្សំបែបខ្មែរមានចានាមផ្សំនឹងនាមចាផ្ទះបាយចាផ្ទះបងមើលពាក្យផ្ទះគឺជានាមបាយគឺជានាមនៅពេលដែលយើងផ្សំពាក្យពីរនឹងបញ្ចូលគ្នាយើងបានពាក្យផ្ទះបាយមួយសំដៅទៅលើបន្ទប់ដែលគេសម្រាប់ចំអិនអាហារចាម្សៅឈូកម្សៅផ្សំជាមួយនឹងឈូកទៅជាម្សៅឈូកចានាមផ្សំនឹងនាមផ្សំនឹងនាមម្សៅដំឡូងមីត្រីកន្ត្រងប្រេងចានាមផ្សំនឹងគុណនាមទឹកខ្មៅដីសចានាមផ្សំនឹងកិរិយាសព្ទសំទោសខ្វះសញ្ញាបូក1ត្បាល់កិនឈើគូដែកកេះចានាមផ្សំមួយកិរិយាផ្សំជាមួយនឹងនាមអង្រែបុកគ្រឿងត្បាល់កិនម្សៅគុណនាមផ្សំនឹងនាមខ្មៅដៃក្តៅចិត្តត្រជាក់ចិត្តកិរិយាផ្សំជាមួយនឹងនាមដើរតួដាល់អំបុកកិរិយាផ្សំជាមួយនឹងនាមហើយនឹងនាមមួយទៀតបាក់ជ័របាយចាបាក់គឺជាកិរិយាជ័រជានាមបាយជានាមចាមុននឹងដល់សំណួរជ្រើសរើសទី1នេះអ្នកគ្រូមុននឹងអ្នកគ្រូឲ្យចម្លើយទី1អ្នកគ្រូសូមឲ្យបងអូនទាំងអស់គ្នាត្រៀមប៊ិចនិងសិភៅហើយអ្នកគ្រូសូមរំលឹកម្ដងទៀតចាពីនាមផ្សំបែបខ្មែរតែនៅពាក្យបាលីសំស្ក្រឹតបាលីសំស្ក្រឹតអត់មានអ្វីដែលពិបាកនោះទេដូចជាវិរៈបុកនឹងបរោះផ្សំជាមួយពាក្យបរោះទៅជាវិរៈបុរោះយើងយកពាក្យបាលីថ្នាក់ពាក្យជានាមផ្សំជាមួយនឹងនាមបាននាមដូចគ្នាប្រហាក់ប្រហែលនឹងនាមផ្សំបែបខ្មែរដែរចាឥឡូវបងអូនត្រៀមប៊ិចនិងសិភៅហើយឬនៅចាត្រៀមរួចហើយមុននឹងចាប់ផ្ដើមបងអូនឃើញសំណួររួចហើយណាចានៅចម្លើយដែលឲ្យបងអូនជ្រើសរើសតែមុននឹងចាប់ផ្ដើមចេញចម្លើយបងអូនជ្រើសរើសអ្នកគ្រូសូមកំណត់វិនាទីបងអូនមានពេលត្រឹមតែ10វិនាទីប៉ុណ្ណោះក្នុងការជ្រើសរើសសំណួរមួយដែលបងអូនគិតថាជាចម្លើយត្រឹមត្រូវមិនសំណួរទេសុំទោសណាចម្លើយមួយដែលជាចម្លើយត្រឹមត្រូវបងអូនអាចជ្រើសរើសបានចាជ្រើសរើសហើយបងអូនគិតក្នុងចិត្តថាតើចម្លើយមួយណាដែលបងអូនគិតថាត្រឹមត្រូវហើយបងអូនរៀបចំការដាក់បន្ទុកឲ្យខ្លួនឯងចាស់រៀនដាក់បន្ទុកឲ្យខ្លួនឯងបងអូនអាចកំណត់ថាមួយសំណួរបើសិនជាបងអូនឆ្លើយត្រូវមួយសំណួរបងអូនកំណត់ខ្លួនឯងថាឲ្យខ្លួនឯង5បន្ទុក3បន្ទុក4បន្ទុកតែតាមអ្វីដែលបងអូនកំណត់ខ្លួនឯងហេតុអីបានអ្នកគ្រូឲ្យបងអូនកំណត់បន្ទុកខ្លួនឯងដោយសារអ្នកគ្រូចង់ឲ្យបងអូនទាំងអស់គ្នាហ្នឹងមានស្មារតីរឹងមាំមានភាពជឿជាក់ក្នុងការជ្រើសរើសចម្លើយមួយដែលយើងគិតថាជាចម្លើយត្រឹមត្រូវចាឥឡូវកុំឲ្យខាត់ពេលសូមចាប់ផ្ដើមចូលដល់សំណួរជ្រើសរើសសំណួរទី1ល្បះសុភាពញ៉ាំបាយ
តើក្នុងល្បះខាងលើនេះយើងអាចចែកឯកតារបស់ពាក្យបានប៉ុន្មានចាចម្លើយមាន4កពាក្យ4ពាក្យខ2ពាក្យក3ពាក្យនិងខ5ពាក្យចាអ្នកគ្រូរៀបចំវិនាទីសម្រាប់បងអូននៅពេលដែលវិនាទីចេញបងអូនសម្រេចចិត្តជ្រើសរើសចាចឹងចម្លើយមាន4សូមបងអូនទៀងទាត់ចម្លើយទៅនឹងសំណួរខាងលើចាអស់នាទីហើយចម្លើយដែលត្រឹមត្រូវគឺ3ពាក្យចម្លើយកចាសូមបងអូនទះដៃអបអសាទរអ្នកដែលខមមិនចម្លើយមួយដែលត្រឹមត្រូវហេតុអី3ពាក្យសូមមើលមករបស់របស់យើងសុភាព1ពាក្យញ៉ាំ1ពាក្យបាយ1ពាក្យចឹងសុភាពញ៉ាំបាយមាន3ពាក្យចាសំណួរទី2តើឯកតានីមួយៗមានន័យច្បាស់លាស់គេហៅថាអ្វីចាចម្លើយមាន4សម្រាប់ជ្រើសរើសកពាក្យខឃ្លាកល្បះខកន្សោមពាក្យចាសូមមើលសំណួរម្ដងទៀតណាតើឯកតានីមួយៗមានន័យច្បាស់លាស់គេហៅថាអ្វីចាកពាក្យខសំទោសខឃ្លាកល្បះនិងខកន្សោមពាក្យត្រៀមជ្រើសរើសចាវិនាទីយើងមានតែត្រឹម10វិនាទីទេអញ្ចឹងបងអូនអាចជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវសូមទៀងទាត់ចម្លើយចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកពាក្យចាសូមទះដៃអបអរសាទរចំពោះបងអូនដែលជ្រើសរើសយកចម្លើយកចាឯកតានីមួយៗមានន័យច្បាស់លាស់គេហៅថាពាក្យសំណួរទី3តើពាក្យសម្រាប់បន្ថែមខាងដើមពាក្យឬជាពាក្យអ្វីចម្លើយមាន4កពាក្យផ្សំខពាក្យបន្ថែមដើមកពាក្យបន្ថែមចុងនិងខពាក្យខ្លាយចាត្រៀមចាវិនាទីចាប់រំកិលទៅមុខសូមទៀងទាត់សំណួរជាមួយនឹងចម្លើយចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខពាក្យបន្ថែមដើមហេតុអីបានយើងជ្រើសរើសយកពាក្យបន្ថែមដើមសម្រាប់បន្ថែមខាងដើមពាក្យឬចាចឹងសំណួរមានន័យច្បាស់លាស់ចាសំណួរទី4តើពាក្យសម្រាប់បន្ថែមខាងចុងពាក្យឬជាពាក្យអ្វីចម្លើយមាន4កពាក្យផ្សំខពាក្យខ្លាយកពាក្យបន្ថែមដើមនិងខពាក្យបន្ថែមចុងចាសូមជ្រើសរើសចម្លើយមួយដែលយើងគិតថាជាចម្លើយត្រឹមត្រូវបងអូនយកពាក្យខ្លាយចាបងអូនយកពាក្យផ្សំចានាទីអស់ហើយសូមចាប់ផ្ដើមទៀងទាត់ចម្លើយជាមួយអ្នកគ្រូចម្លើយដែលត្រឹមត្រូវគឺចម្លើយខពាក្យបន្ថែមចុងសូមតាមទះដៃអបអរសាទរបងអូនដែលជ្រើសរើសចម្លើយត្រឹមត្រូវចាសំណួរទី5តើពាក្យដែលបានមកពីការផ្សំពាក្យក្នុងថ្នាក់ពាក្យតែមួយឬក៏ផ្សំជាមួយពាក្យក្នុងថ្នាក់ពាក្យដទៃទៀតជាពាក្យអ្វីចាចម្លើយមាន4កពាក្យបន្ថែមដើមខពាក្យបន្ថែមចុងកពាក្យផ្សំសំស្ក្រឹតខពាក្យផ្សំបែបខ្មែរចាសូមត្រៀមជ្រើសរើសចាវិនាទីរបស់យើងបានរំកិលទៅមុខមិនរំចាំបងអូនទាំងអស់គ្នាទេអញ្ចឹងបងអូនត្រូវគិតថាតើកខកឬក៏ខចាសូមផ្ទៀងទាត់ចម្លើយជាមួយអ្នកគ្រូចាចម្លើយដែលត្រឹមត្រូវគឺចម្លើយខពាក្យផ្សំបែបខ្មែរចាសូមចូលរួមអបអរសាទរចំពោះបងអូនដែលខមមិនយកចម្លើយខចាក្នុងថ្នាក់ពាក្យតែមួយចាពាក្យផ្សំក្នុងថ្នាក់ពាក្យតែមួយឬក៏ផ្សំជាមួយពាក្យក្នុងថ្នាក់ពាក្យដទៃអញ្ចឹងសូមកុំភ្លេចពាក្យផ្សំបែបខ្មែរចាសំណួរទី6ពាក្យការប្រឡងជាពាក្យផ្សំដោយចម្លើយមាន4
កពាក្យបន្ថែមដើមខពាក្យបន្ថែមចុងកនាមផ្សំជាមួយនឹងនាមនិងខនាមផ្សំជាមួយនឹងកិរិយាចាសូមបងអូនជ្រើសរើសចម្លើយមួយដែលបងអូនយល់ថាជាចម្លើយត្រឹមត្រូវចាកកខឬក៏ខចាសូមទៀងទាត់ចម្លើយជាមួយនឹងអ្នកគ្រូចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកពាក្យបន្ថែមដើមចាសូមចូលរួមអបអរសាទរដល់បងអូនដែលជ្រើសរើសចម្លើយកកាគឺជាពាក្យផ្សំបន្ថែមដើមចាពាក្យបន្ថែមដើមប្រឡងជាពាក្យរឹសអញ្ចឹងពាក្យបន្ថែមដើមសំណួរទី7តើពាក្យបន្ថែមដើមការសេចក្តីភាពផ្សំជាមួយពាក្យរឹសសម្រាប់សម្គាល់អ្វីចាចម្លើយមាន4កនាមអសាធារឬអសាធារណនាមខនាមកឬករណនាមកនាមការឬការកនាមនិងខនាមសាធាឬសាធារណនាមចាសូមត្រៀមចាជ្រើសរើសចម្លើយមួយដែលបងអូនគិតថាជាចម្លើយត្រឹមត្រូវសូមរំលឹកមេរៀនមកវិញផងណាចាអស់នាទីសូមទៀងទាត់ចម្លើយជាមួយអ្នកគ្រូចាចម្លើយដែលត្រឹមត្រូវគឺចម្លើយខនាមកឬករណនាមហេតុអីបានថានាមកឬករណនាមពីព្រោះកាលណាយើងយកពាក្យបន្ថែមដើមទៅផ្សំជាមួយពាក្យឬបងអូនដឹងហើយបង្ហាញសភាពឬសកម្មភាពចាអញ្ចឹងស្ថិតនៅក្នុងនាមកឬករណនាមឥឡូវបងប្អូនទាំងអស់គ្នាយើងចូលដល់សំណួរទី8តើពាក្យបន្ថែមដើមអ្នកជនបន្ថែមនៅខាងដើមពាក្យឬសម្រាប់សម្គាល់អ្វីចាកនាមកឬករណនាមខនាមសាធាឬសាធារណនាមកនាមការឬការកនាមនិងខនាមអសាធាឬអសាធារណនាមចាសូមត្រៀមចាបងអូនត្រូវគិតទៅលើសំណួរដែលអ្នកគ្រូបានសួរមុនសម្រាប់ចិត្តជ្រើសរើសតែសូមគិតទៅលើវិនាទីយើងផងឥឡូវអស់ហើយសូមចាប់ផ្ដើមផ្ទៀងផ្ទាត់ចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកនាមការឬការកនាមចាសូមចូលរួមអបអរសាទរបងអូនដែលខមមិននៅចម្លើយដែលត្រឹមត្រូវតើបងអូនដឹងទេថាហេតុអីយើងថានាមការកនាមប្រសិនបើយើងយកពាក្យឬមកផ្សំជាមួយអ្នកឧទាហរណ៍ពាក្យប្រមឹកអ្នកប្រមឹកចាគឺបង្ហាញសភាពអ្នកមានសភាពឬសកម្មភាពចាអញ្ចឹងស្ថិតនៅក្នុងនាមការឬការកនាមសំណួរទី9តើពាក្យបន្ថែមចុងកម្មកិច្ចភាពធរដាក់ខាងចុងពាក្យឬសម្រាប់សម្គាល់អ្វីចាចម្លើយមាន4កនាមសាធាឬសាធារណនាមខនាមកឬករណនាមកនាមអសាធាឬអសាធារណនាមនិងខនាមការឬការកនាមចាសូមជ្រើសរើសចម្លើយ10វិនាទីលឿនបំផុតចាបងអូនចាប់ផ្ដើមសម្រាប់ចិត្តចាអស់នាទីសូមទៀងទាត់ចម្លើយជាមួយអ្នកគ្រូចម្លើយដែលត្រឹមត្រូវគឺចម្លើយខនាមកឬករណនាមហេតុអីកម្មកិច្ចភាពធម៌បើសិនជាយើងយកពាក្យឬមកផ្សំបងអូនប្រកាសជាឃើញថាពាក្យនោះបង្ហាញពីសភាពឬសកម្មភាពសំណួរទី10តើពាក្យបន្ថែមចុងការីជនបរោះបុគ្គលនារីវិទូដាក់ខាងចុងពាក្យឬសម្រាប់សម្គាល់អ្វីចាចម្លើយមាន4សម្រាប់បងអូនទាំងអស់គ្នាជ្រើសរើសកនាមសាធាឬសាធារណនាមខនាមអសាធាឬអសាធារណនាមកនាមកឬករណនាមនិងខនាមការឬការកនាមចាត្រៀមជ្រើសរើសចម្លើយចានាទីរបស់យើងដើរទៅមុខកុំភ្លេចថាលឿនណា10វិនាទីសម្រាប់ការជ្រើសរើសចម្លើយអស់នាទីសូមបងអូនទៀងទាត់ចម្លើយជាមួយអ្នកគ្រូចា
ចម្លើយដែលត្រឹមត្រូវគឺចម្លើយខនាមការឬការកនាមចាព្រោះនេះបង្ហាញពីមនុស្សទាំងអស់ចឹងកាលណាយើងឃើញថាពាក្យដែលសម្គាល់មនុស្សស្ថិតនៅក្នុងនាមការឬការកនាមហើយបង្ហាញពីអ្នកមានសភាពឬសកម្មភាពចាសំណួរទី11តើពាក្យកណ្ដោបបុកស្រូវជាពាក្យផ្សំបានមកពីថ្នាក់ពាក្យអ្វីខ្លះចម្លើយមាន4កនាមផ្សំនាមផ្សំនាមខនាមផ្សំគុណនាមផ្សំកិរិយាកនាមផ្សំកិរិយាផ្សំនាមខនាមផ្សំនឹងកិរិយាចាសូមត្រៀមជ្រើសរើសចម្លើយបងមើលពាក្យហើយមើលមកការផ្សំចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកចានាមផ្សំកិរិយាផ្សំនាមបងចែកទៅមានពាក្យកណ្ដោបមានពាក្យបុកហើយនិងពាក្យស្រូវចាអញ្ចឹងយើងឃើញថានាមផ្សំកិរិយានិងនាមចាសំណួរទី12តើពាក្យរទេះភ្លើងជាពាក្យផ្សំបានមកពីថ្នាក់ពាក្យអ្វីចាចម្លើយមាន4កនាមផ្សំនាមខនាមផ្សំគុណនាមកនាមផ្សំកិរិយានិងខកិរិយាផ្សំនាមចាត្រៀមជ្រើសរើសចម្លើយចាបងគិតថាចម្លើយកចាចម្លើយកចម្លើយខឬចម្លើយខចាចឹងសូមទៀងទាត់ចម្លើយជាមួយអ្នកគ្រូចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកនាមផ្សំនាមសូមអបអរសាទរបងអូនដែលជ្រើសរើសចម្លើយត្រឹមត្រូវចារទេះជានាមមួយភ្លើងជានាមមួយផ្សំចូលគ្នាទៅជារទេះភ្លើងចាសំណួរទី13តើពាក្យត្រីអណ្ដាតឆ្កែជាពាក្យផ្សំបានមកពីថ្នាក់ពាក្យអ្វីខ្លះចាកចម្លើយមាន4កនាមផ្សំកិរិយាផ្សំនាមខនាមផ្សំគុណនាមផ្សំនាមកនាមផ្សំនាមផ្សំនាមនិងខកិរិយាផ្សំនាមផ្សំនាមចាត្រៀមជ្រើសរើសចម្លើយចាត្រីអណ្ដាតឆ្កែចាបងអូនត្រូវចែកឲ្យដាច់ណាចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកចានាមផ្សំនាមផ្សំនាមយើងបានពាក្យត្រីពាក្យអណ្ដាតនិងពាក្យឆ្កែចាសំណួរទី14តើពាក្យលាក់កន្សែងជាពាក្យផ្សំបានមកពីថ្នាក់ពាក្យអ្វីខ្លះចាចម្លើយមាន4កកិរិយាផ្សំនាមខគុណនាមផ្សំនាមកនាមផ្សំនាមនិងខកិរិយាផ្សំនាមផ្សំគុណនាមចាសូមត្រៀមជ្រើសរើសចម្លើយចាតើចម្លើយមួយណាដែលបងអូនគិតថាត្រឹមត្រូវសូមគិតទៅលើពាក្យលាក់កន្សែងចាអស់នាទីសូមទៀងទាត់ចម្លើយដែលត្រឹមត្រូវជាមួយអ្នកគ្រូចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកកិរិយាផ្សំនាមពាក្យលាក់ជាកិរិយាកន្សែងជានាមចាសំណួរទី15ជាសំណួរចុងក្រោយចូលប្អូនរកពាក្យផ្សំចាចូលប្អូនរកពាក្យផ្សំមកបំពេញចន្លោះនៃល្បះខាងក្រោមនេះឲ្យបានត្រឹមត្រូវចា1ដើម្បីទទួលបានជោគជ័យលើការងារអ្នកត្រូវមានចាសូមយកពាក្យផ្សំមកបន្ថែមចាត្រូវមានអ្វីចាមើលអត្ថន័យផងដើម្បីទទួលបានជោគជ័យលើការងារអ្នកត្រូវមានចាសូមផ្ទៀងជាមួយអ្នកគ្រូសេចក្តីព្យាយាមចាបើគ្មានសេចក្តីព្យាយាមយើងអត់ទទួលបានជោគជ័យទេចាគ្រួសារខ្ញុំចូលចិត្តញ៉ាំត្រីចានាមសំនាមចាជៀនណាស់ចាអញ្ចឹងត្រីអីអាស្រ័យលើការដាក់របស់ប្អូនចាតែឲ្យតែត្រូវនាមសំជាមួយនឹងនាមអញ្ចឹងអ្នកគ្រូដាក់ពាក្យអីសូមទៀងទាត់ចាអណ្ដាតឆ្កែចាគ្រួសារខ្ញុំចូលចិត្តញ៉ាំត្រីអណ្ដាតឆ្កែជៀនណាស់ចាទី3
មនុស្សដែលចូលចិត្តផឹកស្រាគេចាត់ទុកថាជាចាម្ដងទៀតណាមនុស្សដែលចូលចិត្តផឹកស្រាគេចាត់ទុកថាជាអីចាសូមរកពាក្យផ្សំចាសូមផ្ទៀងទាត់ជាមួយនឹងចម្លើយរបស់អ្នកគ្រូគេចាត់ទុកថាជាអ្នកប្រមឹកចាពីព្រោះគាត់ចូលចិត្តផឹកស្រាទី4នៅក្នុងព្រៃសម្បូរទៅដោយមើមចាមើមអីនាមសំនាមណាចាអញ្ចឹងរកពាក្យបានមកពីនាមសំជាមួយនឹងនាមសំជាមួយនឹងនាមចាបងអូនគិតបន្តិចទៅចាអញ្ចឹងសូមទៀងទាត់ចម្លើយមួយអ្នកគ្រូដំឡូងដៃខ្លាចានៅក្នុងព្រៃសម្បូរទៅដោយមើមដំឡូងដៃខ្លាណាស់ចាអ្នកនៅជនបទប្រកាសជាស្គាល់ចាណា5ពួកចាសូមរកពាក្យបន្ថែមណាពាក្យផ្សំជាអ្នកចូលចិត្តសិក្សាផ្នែកបុរាណវិទ្យាចាអញ្ចឹងយកពាក្យអីពួកចាជាអ្នកចូលចិត្តសិក្សាផ្នែកបុរាណវិទ្យាសូមទៀងទាត់ចម្លើយជាមួយអ្នកគ្រូចាបុរាណវិទូចាអញ្ចឹងពួកបុរាណវិទូជាអ្នកចូលចិត្តសិក្សាផ្នែកបុរាណវិទ្យាចាអរគុណហើយនឹងចូលរួមអបអរសាទរចំពោះប្អូនដែលបានជ្រើសរើសចម្លើយមួយត្រឹមត្រូវចាហើយជ្រើសរើសបានចម្លើយត្រឹមត្រូវទាំង15សំណួរចំណែកប្អូនដែលជ្រើសរើសចម្លើយមិនទាន់ត្រឹមត្រូវសូមប្អូនកុំអស់សង្ឃឹមការព្យាយាមធ្វើឲ្យយើងទទួលបានជោគជ័យរៀងរាល់ចាប់មេរៀនអ្នកគ្រូតែងទុកកិច្ចការផ្ទះសម្រាប់ប្អូនទាំងអស់គ្នាចាសូមមើលកិច្ចការផ្ទះចាចូលប្អូនយកពាក្យផ្សំទាំងពីរបែបទៅតែងជាល្បះឲ្យបាន5ល្បះចាអ្នកគ្រូសូមអានម្ដងទៀតចូលប្អូនយកពាក្យផ្សំទាំងពីរបែបទៅតែងជាល្បះឲ្យបាន5ល្បះចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជាយកពាក្យផ្សំទាំងពីរបែបទៅបង្កើតជាល្បះឲ្យបាន5ល្បះហើយល្បះទាំងអស់នោះបងប្អូនអាចបន្តភ្ជាប់គ្នាបង្កើតជាកថាខណ្ឌខ្លីមួយចាអញ្ចឹងអ្នកគ្រូសូមអរគុណដល់ការយកចិត្តទុកដាក់ក្នុងការតាមដានការបង្រៀនរបស់អ្នកគ្រូហើយពិសេសបំផុតគឺការប្រឹងប្រែងរៀនសូត្រតាមអនឡាញចាអ្នកទោះបីជាយើងមិនបានរៀនផ្ទាល់ជាមួយគ្រូប៉ុន្តែសេចក្តីព្យាយាមនឹងធ្វើឲ្យបងប្អូនទទួលបានជោគជ័យក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនាពេលខាងមុខនេះចាអរគុណយើងជួបគ្នាសាជាថ្មីនៅវីដេអូបន្តទៀត